she's doing it, waiting and listening. That's her. She's my teacher. នៅទីបំផុតអូហ្សាយបានឡើងក្រុងរាជហើយបណ្ដេញ Zuko ចេញពីនគរប្រសិនបើកាលនោះពូ Iroh មិនដកទ័ពចេញពីការឡោមព័ទ្ធទីក្រុង Ba Sing Se ទេ Zuko ក៏មិនចាំបាច់ឆ្លងកាត់ការប្រកួតអាគ្នេយ៍ខៃដែលបន្សល់ស្នាមរបួសលើផ្ទៃមុខគាត់ដែរដើម្បីធ្វើឲ្យពូ Iroh ឈឺចាប់បំផុត Zuko បានលើកឈ្មោះមនុស្សម្នាក់ដែលគាត់មិនគួរនិយាយឡើយពេលឮឈ្មោះកូនប្រុសរបស់ខ្លួនពូ Iroh គ្រាន់តែស្ងៀមស្ងាត់ភ្នែកពោពេញដោយទឹកភ្នែក What would he think of you? Zuko បានប្រមូលសម្ភារៈរបស់ខ្លួនហើយចាក់ចេញពីពូ Iroh នៅយប់នោះតែម្ដងដើម្បីត្រឡប់ទៅរកគោលដៅចាស់របស់ខ្លួនគឺចាប់ Avatar ហើយវិលត្រឡប់ទៅរាជវាំងប៉ុន្មានថ្ងៃក្រោយមកនៅប៉ុស្តិ៍ត្រួតពិនិត្យមួយកសិករវ័យក្មេងម្នាក់ឈ្មោះ Peng ត្រូវទាហានអាណាចក្រដីចាប់ខ្លួនគេត្រូវបានចោទថាមិនគាំទ្រសង្គ្រាមហើយត្រូវបង្ខំឲ្យប្រគល់ផលដំណាំពាក់កណ្ដាលខណៈស្ថានភាពកំពុងតានតឹង Zuko ដែលកំពុងលាក់អត្តសញ្ញាណក៏ចូលមកជួយ Peng ដោយប្រើបទពិសោធន៍ជាអតីតមេបញ្ជាការកងទ័ព Zuko បានចង្អុលបង្ហាញកំហុសរបស់ទាហានទាំងនោះម្ដងមួយចាប់ពីឯកសណ្ឋានចាស់រហូតដល់ម៉ូដសក់ដែលផ្ទុយពីវិន័យយោធាទាហានទាំងនោះខ្មាស់ខ្លួនឯងហើយក៏អនុញ្ញាតឲ្យពួកគេចាក់ចេញដើម្បីតបស្នងគុណ Peng បានអញ្ជើញ Zuko ទៅផ្ទះរបស់ខ្លួននៅទីនោះ Zuko បានជួបបងស្រីរបស់ Peng ឈ្មោះ Faye ដែលជានារីប្រុងប្រយ័ត្ននិងមិនងាយទុកចិត្តអ្នកទោះបីជានាងសង្ស័យ Zuko នៅដំបូងក៏ដោយប៉ុន្តែដោយសារគាត់បានជួយប្អូនប្រុសរបស់នាងFaye ក៏យល់ព្រមឲ្យគាត់ស្នាក់នៅមួយយប់នៅពេលល្ងាច Zuko បានអង្គុយញ៉ាំអាហារជុំគ្នាជាលើកដំបូងបន្ទាប់ពីធ្វើដំណើរអស់ជាច្រើនថ្ងៃ Faye បានសួរគាត់ថាហេតុអ្វីបានជាជនចម្លែកដូចគាត់មកដល់ភូមិតូចមួយនេះតែម្នាក់ឯង Zuko ក៏ឆ្លើយដោយមិនដឹងខ្លួនថាសម្ដីរបស់គាត់បានបង្ហាញពីការឈឺចាប់នៅក្នុងចិត្តយប់នោះភ្លៀងធ្លាក់យ៉ាងខ្លាំងហើយ Peng បានរៀបចំកន្លែងឲ្យ Zuko គេងនៅក្នុងជង្រុកទទេមួយខណៈផ្គរលាន់បន្លឺឡើង Zuko ដេកសម្លឹងទៅពីដានហើយអតីតកាលរបស់គាត់ក៏ចាប់ផ្ដើមលេចឡើងវិញកាលពីជាច្រើនឆ្នាំមុននៅក្នុងព្រះបរមរាជវាំងអាណាចក្រភ្លើង Azula កាលនៅក្មេងបានគប់ថ្មលេងសត្វអណ្ដើកទានៅក្នុងស្រះទឹក Zuko បានចូលទៅឃាត់នាងភ្លាមនោះឪពុករបស់ពួកគេក៏មកដល់ហើយបានបង្រៀនគំនិតមួយដែលប៉ះពាល់ដល់របៀបគិតរបស់កូនទាំងពីរអស់មួយជីវិត Only ends when one wins. ក្រោយពី Zuko ចាញ់ Azula ម្ដាយរបស់គាត់បានអោបគាត់ហើយប្រាប់រឿងព្រេងអំពីវិញ្ញាណខៀវអ្នកចម្បាំងពាក់របាំងមុខកាន់ដាវពីរដែលតែងការពារទាំងអ្នកខ្លាំងនិងអ្នកទន់ខ្សោយដោយមិនរំពឹងផលតបស្នងការបង្រៀននេះបានធ្វើឲ្យបេះដូងនិងមនសិការរបស់ Zuko តែងតែស្ថិតនៅចន្លោះផ្លូវពីរដោយសារគំនិតខុសគ្នាឪពុកនិងម្ដាយរបស់គាត់ក៏ឆ្លោះគ្នាអំពីអនាគតរបស់កូនទាំងពីរសម្រាប់ឪពុក Zuko គឺទន់ខ្សោយពេកហើយត្រូវតែបង្រៀនដោយភាពខុសខើប៉ុន្តែសម្រាប់ម្ដាយនាងជឿថាចិត្តល្អរបស់កូនគួរតែត្រូវបានលើកទឹកចិត្តមិនមែនបំបាក់ចោលឡើយពេលនោះទើបគេដឹងថាម្ដាយរបស់ Zuko មើលឃើញប្តីរបស់ខ្លួនជាបិសាចខណៈដែលឪពុករបស់គាត់គ្រាន់តែប្រើនាងដើម្បីបង្កើតអ្នកស្នងរាជប៉ុណ្ណោះទីបំផុតឈានដល់យប់ដ៏ឈឺចាប់បំផុតម្ដាយរបស់ Zuko បានព្យាយាមនាំ Zuko និង Azula រត់គេចប៉ុន្តែមុនចាក់ចេញនាងបានផ្ដាំពាក្យចុងក្រោយដែល Zuko នឹងចងចាំអស់មួយជីវិត I need you to promise me that no matter you remember who you are and you take care of your sister អ្វីដែលនៅសល់សម្រាប់ Zuko នៅថ្ងៃនោះមានតែដាវមួយដើមដែលម្ដាយរបស់គាត់បានបន្សល់ទុកទន្ទឹមនឹងនោះនៅជំរំជនភៀសខ្លួនក្រុម Avatar កំពុងរៀបចំសម្ភារៈសម្រាប់ដំណើរទៅកាន់ Ba Sing Se ប៉ុន្តែការស្វែងរកគ្រូគ្រប់គ្រងដីនៅតែមិនទាន់មានតម្រុយអាងបានត្រឡប់មកពីការស៊ើបការដោយនាំដំណឹងចម្លែកមួយគាត់បានឮថាមានសុទ្ធសត្វរមាសក្រពើដ៏ធំលេចឡើងនៅផ្សារក្នុងទីក្រុងមួយដូច្នេះក្រុមក៏សម្រេចចិត្តទៅពិនិត្យនៅពេលដូចគ្នា Azula ក៏បានរកឃើញដានរបស់ Avatar ហើយនាងបានចាប់អ្នកនេសាទនៅតាមផ្លូវសួរចម្លើយយ៉ាងខុសខើដើម្បីរកទីតាំងរបស់ក្រុម Bald head, blue arrows. Which way did they go? ពេលទៅដល់ទីក្រុងអាងបានព្យាយាមសុំប៉ាវឥតគិតថ្លៃដោយការគាត់នៅជាព្រះសង្ឃខ្យល់ប៉ុន្តែអ្នកលក់បានបដិសេធព្រោះសង្គ្រាមបានផ្លាស់ប្ដូរអ្វីៗទាំងអស់ខណៈកំពុងរកវិធីរកលុយពួកគេបានឮអំពីសង្វៀនប្រកួតគ្រប់គ្រងដីក្រោមដីមួយដែលមានឈ្មោះថាល្បែងដីនៅទីនោះជើងឯកការពារតំណែងគឺអ្នកប្រយុទ្ធរាងធំមាតសាច់ដុំដែលហៅខ្លួនឯងថា The Boulder ប៉ុន្តែគូប្រកួតដែលបង្ហាញខ្លួនវិញគឺក្មេងស្រីតូចម្នាក់ពាក់ជើងទទេដែលមានរហស្សនាមថាចៅប្លន់ពីការភ្នែក
She's doing it. Waiting and listening. That's her. She's my teacher. ក្រោយការប្រកួតក្មេងស្រីនោះបានបាត់ខ្លួនភ្លាមៗបន្ទាប់ពីបានលឺស្នូជើងរបស់អាងខណៈអាងកំពុងខកចិត្តស្រាប់តែបុរសម្នាក់ឈ្មោះចិនដែលជាមេអ្នកបម្រើរបស់គ្រួសារពេហ្វុងបានមកអញ្ជើញក្រុមរបស់គាត់ទៅទទួលទានអាហារពេលល្ងាចនៅពេលជាមួយគ្នាអាស៊ូឡាបានរកឃើញស្នាមជើងនិងរោមរបស់អាប៉ានាងបញ្ជាឲ្យម៉ៃនិងថៃលីតាមចាប់អាប៉ាខណៈនាងចូលទីក្រុងតែម្នាក់ឯងនៅគេហដ្ឋានពេហ្វុងក្រុមអាវ៉ាតាត្រូវបានទទួលស្វាគមន៍យ៉ាងអធិកអធមម្ចាស់ផ្ទះបានណែនាំកូនស្រីតែម្នាក់របស់ពួកគេគឺថប់ពេហ្វុងដែលពិការភ្នែកតាំងពីកំណើតប៉ុន្តែពេលថប់ដើរចេញមកអាងស្រាប់តែភ្ញាក់ផ្អើលព្រោះនាងគឺជាចៅប្លន់ពិការភ្នែកដែលទើបតែផ្ដួល The Boulder នោះឯង This is our daughter. Tough. បរិយាកាសលើតុអាហារคล้ายជាការប្រកួតផ្លូវចិត្តដ៏តានតឹងខណៈកាតារ៉ាព្យាយាមចរចារសុំស្បៀងអាហារអាងព្យាយាមនិយាយជាមួយថប់ម្ដងហើយម្ដងទៀតប៉ុន្តែថប់ប្រើការគ្រប់គ្រងដីបង្ខំឲ្យគាត់ធ្លាក់ពីកៅអីដើម្បីបិទមាត់គាត់ Marvelous. No. No. ចំណែកឯ Zoko ពេលជួយធ្វើការនៅវាលស្រែគាត់បានឃើញស្នាមរបួសលើខ្លួន Faye ក៏ប្រាប់ពីអតីតកាលដ៏ឈឺចាប់កាលនៅក្មេងនាងបានឮសំឡេងស្រែកហើយដឹងថាទាហានអាណាចក្រភ្លើងបានមកដល់នាងបានឲ្យភេងដែលនៅតូចលាក់ខ្លួនរួចរត់ចេញទៅដោយសង្ឃឹមថាទាហាននឹងអាណិតក្មេងៗប៉ុន្តែពួកគេបែរជាបាញ់ភ្លើងសម្ដៅមកនាងក្រោយមកទាហានខិលខូចមួយក្រុមបានមករំខាន Faye ម្ដងទៀត Zoko ដែលនឹកឃើញពាក្យសន្យារបស់វិញ្ញាណ Q ដែលម្ដាយធ្លាប់ប្រាប់ក៏សម្រេចប្រយុទ្ធដោយដៃទទេដោយមិនប្រើការគ្រប់គ្រងភ្លើងឡើយ Zoko បានប្រយុទ្ធរហូតដល់រងរបួសហូរឈាមពេញខ្លួនពេល Faye ឃើញបែបនោះនាងក៏ប្រញាប់ព្យាបាលរបួសឲ្យគាត់ទន្ទឹមនឹងនោះនៅក្នុងសួនធំរបស់គ្រួសារពេហ្វុងអាំងបានជួបថប់តាមការសន្យាថប់បានរៀបរាប់ថាកាលពីក្មេងនាងធ្លាប់រត់ចេញពីផ្ទះហើយបានជួបសត្វបាដឺម៉ូលដែលជាសត្វពិការភ្នែកមានរោមពណ៌ត្នោតហើយអាចមើលឃើញពិភពលោកតាមរយៈរំញ័រនៃដីពីសត្វទាំងនោះថប់បានរៀនវិធីគ្រប់គ្រងដីដ៏ពិតប្រាកដដែលផ្ដោតលើការអត់ធ្មត់និងការរង់ចាំឱកាសអាំងបានអញ្ជើញថប់ឲ្យចូលរួមជាមួយក្រុមរបស់គាត់ប៉ុន្តែថប់នៅតែបដិសេធនាងនិយាយថានាងកើតមកជាកូនស្រីរបស់គ្រួសារពេហ្វុងហើយត្រូវទទួលខុសត្រូវចំពោះកិត្តិយសគ្រួសារអាងក៏ឆ្លើយតបថាគាត់ក៏មិនដែលជ្រើសរើសកើតមកជាអាវ៉ាតាដែរទោះជាយ៉ាងណាការសន្ទនានៅយប់នោះនៅតែមិនអាចផ្លាស់ប្ដូរចិត្តថប់បាននៅជាយភូមិសូកានិងស៊ូគីឈរជាមួយគ្នាយ៉ាងអៀនខ្មាស់សូកានិយាយថាស៊ូគីមានជីងវិជ្ជមានច្រើនពេកព្រោះនាងតែងតែវ័យលោកមុនស៊ូគីក៏សួរវិញថាតើមានអ្វីកើតឡើងពិតប្រាកដក្នុងសមរភូមិពោលខាងជើងសូកានៅតែមិនអាចនិយាយការពិតចេញបានភ្លាមៗនោះម៉ៃនិងថៃលីក៏បានមកដល់ដោយក្បាច់វាយប្រហារពិសេសរបស់ថៃលីកាតារ៉ាមិនអាចប្រើការគ្រប់គ្រងទឹកបានទៀតស៊ូគីក៏បន្តប្រយុទ្ធមិនបានដែរសូកាបានត្រឹមតែដេកមើលព្រឹត្តិការណ៍ទាំងអស់ដោយមិនអាចធ្វើអ្វីបានសំណាងល្អអាប៉ាបានមកដល់ទាន់ពេលហើយជួយឲ្យពួកគេគេចខ្លួនបាននៅម្ខាងទៀតក្នុងភូមិ Zoko កំពុងដើរតែម្នាក់ឯងស្រាប់តែគាត់បានឮសំឡេងមួយដែលគាត់មិនបានឮអស់ជាច្រើនឆ្នាំពេលបែរក្រោយគាត់បានឃើញអាស៊ូឡាឈរជាមួយស្នាមញញឹមដ៏ត្រជាក់របស់នាងអាស៊ូឡាប្រាប់ថាស្ដេចភ្លើងអូហ្សៃបានលើកលែងទោសឲ្យគាត់ហើយការនិរទេសរបស់ Zoko ត្រូវបានដកចេញហើយគាត់អាចត្រឡប់ទៅរាជវាំងវិញប៉ុន្តែ Zoko សង្ស័យថានេះគ្រាន់តែជាអន្ទាក់ប៉ុណ្ណោះដូច្នេះគាត់បានបដិសេធភ្លាមៗហើយប្រកាសថាគាត់នឹងបំពេញបេសកកម្មចាប់អាវ៉ាតាដោយខ្លួនឯងខណៈដែលបងប្អូនទាំងពីរកំពុងប្រឈមមុខគ្នាអាងក៏បានបង្ហាញខ្លួននេះជាលើកដំបូងដែលអាស៊ូឡាបានជួបអាងប៉ុន្តែនាងបែរជាមើលស្រាលគាត់ហើយថែមទាំងចំអកឲ្យ Zoko ទៀតផង This is the Avatar? Zeus. I will capture the Avatar and restore my honor. នៅកណ្ដាលការប្រយុទ្ធភេងដែលនៅក្បែរនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង
ពេលឃើញ Zuko ប្រើការគ្រប់គ្រងភ្លើងមនុស្សដែលធ្លាប់ជួយគ្រួសាររបស់គាត់នឹងរស់នៅជាមួយពួកគេយ៉ាងសាមញ្ញបែរជាមនុស្សមកពីអាណាចក្រភ្លើងដដែលដែលធ្លាប់បំផ្លាញជីវិតរបស់ពួកគេហេតុការណ៍នេះធ្វើឲ្យ Zuko បាត់បង់ការប្រុងប្រយ័ត្នហើយត្រូវសត្រូវវាយផ្ដួលបាននៅពេលដូចគ្នាក្រុម Avatar ក៏បានមកជួយពេល Azula រៀបនឹងវាយប្រហារម្ដងទៀតស្រាប់តែពូ Iroh បានមកដល់ទាន់ពេលប៉ុន្តែមុននឹងរត់គេច Azula បានបាញ់រន្ទះសម្ដៅទៅលើពូ Iroh ធ្វើឲ្យគាត់រងរបួស Katara បានស្នើប្រើការគ្រប់គ្រងទឹកដើម្បីព្យាបាលគាត់ប៉ុន្តែ Zuko ដែលនៅតែពោពេញដោយកំហឹងបានបដិសេធភ្លាមៗបន្ទាប់ពីការប្រយុទ្ធបានបញ្ចប់ម្ដាយរបស់ Top ដែលបានឃើញហេតុការណ៍ទាំងអស់ក៏ចាប់ផ្ដើមស្ដីបន្ទោសនាងយ៉ាងខ្លាំងគាត់និយាយថា Top ខ្សោយពេកមិនគួរចូលរួមក្នុងរឿងគ្រោះថ្នាក់ទាំងនេះទេប៉ុន្តែលើកនេះ Top ដែលទប់អារម្មណ៍ជាយូរមកហើយបានផ្ទុះកំហឹងនាងសម្រេចចិត្តចាកចេញពីផ្ទះហើយចូលរួមជាមួយក្រុម Avatar ក្នុងដំណើរឆ្ពោះទៅ Ba Sing Se Top បានចាប់ផ្ដើមបង្រៀនអាងអំពីការគ្រប់គ្រងដីប៉ុន្តែការវឹកហាត់ថ្ងៃដំបូងក៏រញ៉េរញ៉ៃតាំងពីដើមរហូតដល់មូម៉ូសត្វលីមួតូចដែលគ្មានកំហុសក៏ក្លាយជាជនរងគ្រោះដែរមិនទាន់បានសម្រាប់ផង Top ស្រាប់តែមានអារម្មណ៍ថាមានរំញ័រចម្លែកមួយនៅក្រោមដីមានអ្វីមួយធំនិងលឿនកំពុងតាមដានពួកគេ Top ដឹងភ្លាមថាគោលដៅរបស់អ្នកតាមប្រម៉ាញ់គឺនាងដូច្នេះនាងបានឲ្យសមាជិកផ្សេងៗបន្តដំណើរទៅ Ba Sing Se ជាមុនសិនខណៈដែលនាងនឹងអាងនឹងតាក់ទាញសត្រូវឲ្យឃ្លាតឆ្ងាយពីក្រុមបន្ទាប់ពីបំបីខ្លួនបានមួយសន្ទុះអ្នកតាមប្រម៉ាញ់ទាំងពីរក៏បង្ហាញខ្លួនជំនួសឲ្យការភ័យខ្លាច Top បែរជាចាត់ទុកវាជាការវឹកហាត់ពិសេសសម្រាប់អាងនាងដាក់លក្ខខណ្ឌថាអាងត្រូវប្រយុទ្ធដោយប្រើតែការគ្រប់គ្រងដីប៉ុណ្ណោះហាមប្រើធាតុផ្សេងជាដាច់ខាតអ្វីដែលគួរឲ្យអស់សំណើចគឺ The Boulder និង Shinfu បែរជាស្រែកណែនាំបច្ចេកទេសគ្រប់គ្រងដីឲ្យអាងកណ្ដាលសមរភូមិការណែនាំច្រើនពេកធ្វើឲ្យអាងច្របូកច្របល់ហើយបញ្ចប់ដោយការធ្វើឲ្យ Top ខកចិត្តយ៉ាងខ្លាំងនៅទីបំផុតអាងនិង Top ក៏ទៅដល់ជញ្ជាំងខាងក្រៅនៃទីក្រុង Ba Sing Se ប៉ុន្តែអ្វីដែលចម្លែកនោះនៅខាងក្រៅជញ្ជាំងទីក្រុងអាងនិង Top បានឮសំឡេងរបស់ Katara ពេល Top ប្រើសមត្ថភាពរបស់នាងស្ដាប់រំញ័រនៅក្រោមដីនាងក៏ដឹងថា Katara, Sokka, Suki ព្រមទាំងជនភៀសខ្លួនទាំងអស់សូម្បីតែអាប៉ានិងមូម៉ូក៏ត្រូវបានចាប់ឃុំខ្លួននៅក្នុងគុកថ្មដែរមូលហេតុគឺពួកគេបានសារភាពថាមកពីទីក្រុង Omasu អាងព្យាយាមប្រើការគ្រប់គ្រងដីដើម្បីបំបីជញ្ជាំងថ្មប៉ុន្តែមានអ្នកគ្រប់គ្រងដីម្នាក់ទៀតនៅម្ខាងទៀតកំពុងទប់ទល់នឹងគាត់ទីបំផុតអាងនិង Top ក៏ត្រូវទាហានទីក្រុងចាប់ខ្លួនដែរនៅពេលដូចគ្នានោះ Zuko និងពូ Iroh កំពុងធ្វើដំណើរតាមសាឡាងជាមួយជនភៀសខ្លួនឆ្ពោះទៅកាន់ Ba Sing Se ពូ Iroh បានបង្រៀន Zuko អំពីទស្សនវិជ្ជានៃធាតុទាំង4និងបង្ហាញវិធីបញ្ជូនថាមពលរន្ទះឆ្លងកាត់រាងកាយដំបូង Zuko មានក្តីរំភើបខ្លាំងព្រោះគាត់គិតថាវានឹងក្លាយជាអាវុធសម្រាប់យកឈ្នះ Azula ប៉ុន្តែពូ Iroh បានបញ្ឈប់ការវឹកហាត់ហើយប្រាប់ថាបច្ចេកទេសនេះមិនមែនសម្រាប់វាយប្រហារទេតែសម្រាប់ការពារខ្លួន Zuko ខកចិត្តយ៉ាងខ្លាំងព្រោះសម្រាប់គាត់មិនចង់ការពារខ្លួនទេគាត់ចង់ឈ្នះសត្រូវខណៈសាឡាងចិត្តចូលចតពូ Iroh ស្រាប់តែប្រកាសថាគាត់នឹងមិនចូលទៅក្នុង Ba Sing Se ទេ Zuko មានការភ្ញាក់ផ្អើលព្រោះមានតែនៅទីក្រុងនោះប៉ុណ្ណោះដែលអាចគេចផុតពី Azula ប៉ុន្តែមុនពេលពួកគេនិយាយគ្នាចប់កងទ័ពរបស់ Azula ក៏បានមកដល់កំពង់ផែធ្វើឲ្យជនភៀសខ្លួនរត់ជាន់ជើងគ្នាយ៉ាងវឹកBeruntung Zuko dan Paman Iroh berhasil naik kapal setelah Ferry kembali melaut di depan Paman Iroh yang sekarat. Zuko mengaku sebenarnya takut ditinggal, tapi rasa takut itu keluar dalam bentuk amarah. Tidak berselang lama, Jet, pemimpin kelompok pemberontak, memperhatikan kondisi Paman Iroh dan mengajak Zuko untuk ikut mencuri obat dan makanan dari kabin kapten. Tidak butuh waktu lama, Jet dan kawanannya dengan mudah melumpuhkan penjagaan gudang kapal. Zuko langsung mengambil obat untuk Paman Iroh, sementara di belakangnya pecah perdebatan antara Jet dan anggota kelompoknya yang akhirnya membuat Jet meninggalkan kelompok itu. Di tengah keributan, anggota yang panik karena seorang penjaga datang tak sengaja menjatuhkan vas danសំណាងល្អគ្មានរឿងអាក្រក់កើតឡើងបន្តទៀតហើយពួកគេអាចត្រឡប់ទៅលើនាវាវិញដោយសុវត្ថិភាព Zuko ក៏អាចឲ្យពូ Iroh លេបថ្នាំបានទាន់ពេលនៅឯជញ្ជាំងខាងក្រៅ Ba Sing Se Top គ្មានជំរឿក៏ត្រូវប្រើអំណាចដែលនាងស្អប់បំផុតគឺឈ្មោះនិងឥទ្ធិពលរបស់គ្រួសារពេហ្វុង
ប៉ុន្តែឥទ្ធិពលរបស់គ្រួសារនាងអាចជួយដោះលែងបានតែអាងកាតារ៉ាសូកានិងថប់ក្នុងនាមជាក្រុមអមដំណើររបស់អាវ៉ាតាប៉ុណ្ណោះជនភៀសខ្លួនដែលនៅសល់ត្រូវបន្តជាប់ឃុំក្នុងគុកថ្មដដែលបន្ទាប់មកស្ត្រីម្នាក់ដែលមានស្នាមញញឹមស្រស់បានមកទទួលស្វាគមន៍ពួកគេនាងមានឈ្មោះ Judy ជាមគ្គុទ្ទេសក៍ផ្លូវការនិងជាជំនួយការរបស់អាវ៉ាតាប្រចាំទីក្រុង Ba Sing Se ភ្លាមអាងបានស្នើសុំជួបស្ដេចដើម្បីពិភាក្សាអំពីសង្គ្រាមប៉ុន្តែ Judy បាននិយាយពាក្យមួយដែលនឹងក្លាយជាប្រយោគដដែលពេញមួយពេលដែលពួកគេស្នាក់នៅទីក្រុងនេះ Ba Sing Se. I hope you weren't too inconvenienced on your way in. There is no war in Ba Sing Se. បន្ទាប់មកនាងបាននាំក្រុមអាវ៉ាតាដើរទស្សនាទីក្រុងចាប់ពីតំបន់កសិកម្មតំបន់ពាណិជ្ជកម្មតំបន់ហាងលក់ទំនិញរហូតដល់តំបន់អភិជនរាល់ពេលដែលអាងព្យាយាមសួរអំពីស្ដេច Judy តែងតែពន្យាពេលដោយលើកហេតុផលអំពីការវិភាគនិងនីតិវិធីផ្លូវការថប់ដែលធំឡើងក្នុងគ្រួសារអភិជនយល់ច្បាស់ពីរបៀបរស់នៅក្នុងទីក្រុងនេះនាងបានព្រមានអាងនឹងមិត្តភ័ក្តិថាបើចង់រស់នៅទីនេះពួកគេត្រូវរៀនពាក់របាំងមុខដូចមនុស្សនៅក្នុងទីក្រុងធំដែរពេលទៅដល់វិមានសម្រាប់អាវ៉ាតាពួកគេបានជួបបុរសម្នាក់ឈ្មោះ Long Veng រដ្ឋមន្ត្រីក្រសួងវប្បធម៌របស់ Ba Sing Se ដែលមើលទៅសុភាពនិងគួរឲ្យគោរពប៉ុន្តែអ្វីដែលគួរឲ្យព្រឺសម្បុរបំផុតគឺគាត់ដឹងព័ត៌មានលម្អិតអំពីមនុស្សគ្រប់គ្នាគាត់បានរៀបចំផ្លែព្រូនសមុទ្រផ្អែមសម្រាប់កាតារ៉ាអំបិលរ៉ែសម្រាប់ជើងរបស់ថប់និងថ្មមួយដុំសម្រាប់អាងដែលយកមកពីកំពូលប្រាសាទខ្យល់ខាងកើតជាកន្លែងដែលគាត់ធ្លាប់ជួបអាប៉ាជាលើកដំបូងបន្ទាប់ពីធ្វើឲ្យពួកគេទុកចិត្តដោយប្រាប់ថាស្ដេចបានយល់ព្រមដោះលែងជនភៀសខ្លួននិងផ្ដល់ជំនួយរួចមក Long Veng ក៏អញ្ជើញក្រុមអាវ៉ាតាចូលរួមពិធីជប់លៀងរបស់ស្ដេចនៅយប់នោះក្នុងនាមជាភ្ញៀវកិត្តិយសមានតែថប់ម្នាក់ប៉ុណ្ណោះដែលមិនជឿលើភាពសប្បុរសរបស់គាត់ព្រោះនាងអាចដឹងថាស្នាមញញឹមរបស់ Long Veng កំពុងលាក់បាំងអាចកំបាំងអ្វីមួយនៅជំរំជនភៀសខ្លួនសូកាបានទទួលដំណឹងអាក្រក់ពីរសាយដំណឹងទី1គឺ Theo បានធ្វើដំណើរទៅភាគខាងជើងដោយយកគម្រោងយន្តហោះរំកិលទៅជួយសង្គ្រាមដំណឹងទី2គឺ Suki និងក្រុមអ្នកប្រយុទ្ធ Kyoshi ក៏បានចាក់ចេញពីទីក្រុងរួចហើយ